សញ្ញាទាំង8ចំណុចដែលបញ្ជាក់ថាបុគ្គលម្នាក់ជាមនុស្សមុខពីរឬក៏មនុស្សពាក់សមមុខដូចជាកណ្ដដែលមានមុខពីរសងខាងអញ្ចឹងមុខមួយខាងគឺសម្រាប់បង្ហាញជាសាធារណៈថាខ្លួនឯងជាមនុស្សល្អហើយមុខមួយខាងទៀតគឺជាចរិតពិតចរិតស៊ីមរបស់គាត់ចំណុចទី1គឺគាត់សម្ដែងធ្វើជាល្អយកចិត្តទុកដាក់ take care យើងប៉ុន្តែនៅពីក្រោយខ្នងយើងវិញគឺគាត់លួចសើចសប្បាយ take on នៅពេលដែលយើងជួបទុក្ខលំបាកគាត់មកបន្លំធ្វើជាល្អជាមួយយើងដើម្បីចង់ដឹងការសម្ងាត់ចំណុចខ្សោយរបស់យើងឬក៏រឿងផ្ទាល់ខ្លួនរបស់យើងហើយយករឿងទាំងអស់ហ្នឹងទៅនិយាយដើមប្រាប់អ្នកដទៃទី2នៅខាងមុខសរសើរយើងប៉ុន្តែនៅពីក្រោយខ្នងគឺរិះគន់គាត់ចូលចិត្តនិយាយសរសើរលើកជើងយើងហួសពីការពិតខុសប្រក្រតីហើយព្យាយាមចង់ដឹងរឿងផ្ទាល់ខ្លួនរបស់យើងទី3គាត់ជាមនុស្សដែលឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយគាត់មើលឃើញតែផលប្រយោជន៍ទេឲ្យតែខាងណាមានប្រយោជន៍សម្រាប់គាត់គឺគាត់នឹងរេទៅខាងហ្នឹងទី4គាត់ជាមនុស្សតែស្គរហើយគាត់យល់ស្របជាមួយមនុស្សគ្រប់គ្នាគាត់អត់ដែលមានគោលចំហផ្ទាល់ខ្លួនឯងទេទី5គាត់អត់ដែលទទួលស្គាល់កំហុសទេមនុស្សនេះតែងតែសម្ដែងធ្វើជាជនរងគ្រោះរហូតហើយទម្លាក់កំហុសឲ្យអ្នកដទៃទី6គាត់ចូលចិត្តនិយាយដើមគេមនុស្សនេះនិយាយអាក្រក់ពីគេមកប្រាប់យើងហើយនិយាយអាក្រក់ពីយើងទៅប្រាប់គេវិញទី7គាត់ជាមនុស្សដែលមាត់ផ្សេងចិត្តផ្សឹងគាត់និយាយចេះតែគាត់ធ្វើអញ្ចោះទង្វើនឹងពាក្យសម្ដីគឺខុសគ្នាដាច់ស្រឡះទី8គាត់ចូលចិត្តធ្វើដ្រាម៉ាហើយនឹងបង្ករឿងគាត់ចូលចិត្តដើរចាក់ហូកេឆ្លោះគ្នាហើយបង្កើតរឿងផ្សេងដើម្បីឲ្យមនុស្សជុំវិញខ្លួននឹងអត់ចោះសម្រងគ្នាឬក៏ឆ្លោះគ្នាបើសិនជាយើងមានបញ្ហាជាមួយនឹងមនុស្សដែលមានមុខពីរឬក៏មនុស្សពាក់សមមុខអញ្ចឹងយើងគួរតែដោះស្រាយរបៀបម៉េចទី1យើងទទួលស្គាល់ការពិតថាមនុស្សណាដែលយើងអាចរាប់អានបានហើយមនុស្សណាដែលយើងមិនអាចខ្សែគប់ជាមួយបានទី2រក្សាគម្លាតដកខ្លួននៅឲ្យឆ្ងាយពីមនុស្សប្រភេទហ្នឹងកាន់តែឆ្ងាយកាលណាល្អកាលហ្នឹងទី3ឈប់ស្និទ្ធស្នាលជាមួយនឹងមនុស្សប្រភេទនេះនៅពេលដែលយើងជួបមុខគ្នាគ្រាន់តែរាក់ទាក់ដាក់គ្នាធម្មតាទៅបានហើយទី5ត្រូវចេះកំណត់ព្រំដែនខ្លួនឯងច្បាស់បើសិនជាមនុស្សប្រភេទនេះធ្វើឲ្យមួយដែលប៉ះពាល់ដល់យើងដែលយើងមិនអាចនៅស្ងៀមបានគឺយើងត្រូវទៅដោះស្រាយមួយគាត់ឬក៏លើកឡើងទៅថ្នាក់លើរបស់យើងឲ្យជួយដោះស្រាយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះសូមកុំភ្លេចជួយ like share follow Facebook Instagram ហើយក៏ដូចជា subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត